ការធ្វើដំណើរផ្សងព្រេងនៅលើកោះត្រីឆ្លាមដើម្បីធ្វើការប្រមាញ់ទៅកាន់សត្វសមុទ្រយកមកធ្វើជាអាហាររបស់លោក YBS សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel Ali Void នៅក្នុងការផ្សងព្រេងមួយនេះផងដែរលោក Ali Void ប្រហែលជាប្រឈមជាមួយនឹងត្រីឆ្លាមជាច្រើនដោយសារតែនៅមុននោះគឺមានហ្វូងត្រីឆ្លាមច្រើនខ្លាំងមែនទែនអាចនិយាយបានថាបើសិនជាគាត់មិនប្រុងប្រយ័ត្ននោះទេត្រីឆ្លាមទាំងអស់នោះនឹងយកគាត់ធ្វើជាអាហាររបស់វាតែម្ដងដោយមករងចាំជួលោក YBS រកគាត់ក៏បានធ្វើការស្លៀកពាក់ឈុតហែលទឹកដើម្បីធ្វើការចោះប្រមាញ់ទៅកាន់សត្វសមុទ្រដើម្បីរកសត្វសមុទ្រណាមួយដែលរកគាត់ពេញចិត្តយកមកធ្វើជាអាហារដោយនៅក្នុងការប្រមាញ់របស់គាត់មួយនេះផងដែរគឺពិតជាពិបាកមើលខ្លាំងមែនទែនហើយគាត់នឹងគឺពិតជាខ្លាចដោយសារតែហ្វូងត្រីជាច្រើនក៏បាននៅពាសពេញជុំវិញខ្លួនគាត់តែម្ដងគាត់នឹងគឺមិនអាចមើលអ្វីឃើញក្រៅពីហ្វូងត្រីទាំងអស់នោះបាននោះទេទោះបីជាយ៉ាងនេះក្តីក៏គាត់នឹងគឺនៅតែមិនចោះចាញ់ឡើយហើយគាត់ក៏បានធ្វើការជ្រមុជទឹកម្ដងទៀតដើម្បីធ្វើការប្រមាញ់លើកនេះគាត់ក៏បានធ្វើការហាយចេញពីហ្វូងត្រីហើយក៏បានប្រទះជាមួយនឹងត្រីមួយក្បាលក៏ប៉ុន្តែជាអកុសលរបស់គាត់គឺមិនអាចប្រមាញ់វាបានឡើយទោះបីជាគាត់នឹងក៏បានជាប់វាក៏ដោយដោយបានឃើញដូច្នេះលោក YBS គាត់គឺពិតជាខឹងខ្លាំងមែនទែនក៏ប៉ុន្តែគាត់នៅតែព្យាយាមដើម្បីធ្វើការប្រមាញ់មិនថាត្រីតូចធំទេឲ្យតែប្រមាញ់បានគឺគាត់ចូលមកលើគោកតែម្ដងមួយសន្ទុះក្រោយមកជើងក៏បានឃើញថានៅពេលនេះផងដែរលោក YBS រកគាត់ក៏បានធ្វើការប្រមាញ់ទៅការសត្វត្រីតូចមួយក្បាលហើយនេះក៏បានធ្វើរកគាត់នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនលោក YBS គាត់ក៏បានបង្ហាញត្រីមួយនឹងមកកាន់ជើងហើយគាត់ក៏បាននិយាយថាមើលទៅសាច់វាទំនងខ្លាំងមែនទែនហើយក៏ស្រស់ស្អាតផងដែរហើយលោក YBS ក៏បាននិយាយប្រាប់ជើងបន្តទៀតថានេះគ្រាន់តែជាសត្វសមុទ្រទី1ដែលពួកជើងគឺបានប្រមាញ់បានហើយខ្ញុំនឹងមិនបញ្ឈប់ជាមួយនឹងការប្រមាញ់សត្វសមុទ្រនោះទេដោយខ្ញុំនឹងធ្វើការចោះទៅប្រមាញ់សត្វសមុទ្រផ្សេងទៀតដើម្បីយកមកធ្វើជាអាហារដោយសារតែនៅកោះមួយនេះគឺពោពេញទៅដោយសត្វសមុទ្រជាច្រើននិងប្លែកៗច្រើនណាស់ដោយមករងចាំជួលោក YBS ក៏បានធ្វើការចោះទៅកាន់សមុទ្រសាជាថ្មីដើម្បីធ្វើការប្រមាញ់ទៅកាន់ហ្វូងត្រីហើយនៅពេលនេះការប្រមាញ់របស់គាត់ហាក់បីដូចជាគាត់ប្រសើរខ្លាំងមែនទែនគឺថាដាក់មួយបានតែម្ដងហើយដល់ពេលនេះលោក YBS គឺនៅមិនទាន់ឈប់នោះទេដែលគាត់នឹងគឺចង់ធ្វើការប្រមាញ់ទៅកាន់មកគាសមុទ្រដ៏ធំមួយហើយជាមួយនឹងការប្រមាញ់មួយនេះផងដែរវាពិតជាពិបាកខ្លាំងណាស់ដោយសារតែបង្គាសមុទ្រទាំងអស់នោះវាគឺពិតជាលឿនខ្លាំងមែនទែនលោក YBS គាត់ក៏បាននិយាយថានៅពេលនេះផងដែរ energy របស់គាត់គឺកង្វះខាតខ្លាំងមែនទែនបើសិនជាលោកគាត់គឺចង់ប្រមាញ់ទៅកាន់បង្កសមុទ្រមួយហ្នឹងគាត់គឺត្រូវតែសន្សំជាមួយនឹងថាមពល energy របស់គាត់ទើបអាចធ្វើការប្រមាញ់ទៅកាន់សត្វបង្កមួយហ្នឹងបាននៅពេលដែលរូបគាត់ក៏បានឡើងមកគោកវិញរូបគាត់ក៏បានធ្វើការសម្រាប់អស់រយៈពេលជាច្រើនម៉ោងដើម្បីសន្សំជាមួយនឹងថាមពលដើម្បីឲ្យរូបគាត់នឹងធ្វើការចោះប្រមាញ់ទៅការសត្វសមុទ្របានសាជាថ្មីដោយសារតែការប្រមាញ់អស់រយៈពេលមួយព្រឹកនេះគាត់នឹងគឺពិតជានៅហត់ខ្លាំងមែនទែននៅពេលនេះលោក YBS ក៏បានធ្វើការចោះសមុទ្រសាជាថ្មីហើយគាត់ក៏បានប្រទះឃើញជាមួយនឹងបង្កងសមុទ្រដ៏ធំមួយក្បាលកំពុងតែជាប់ជាមួយនឹងផ្ទាំងថ្មខាងក្រោមហើយរូបគាត់នឹងក៏បានធ្វើការយកដៃរបស់គាត់ដើម្បីចាប់ទៅកាន់បង្កងសមុទ្រមួយហ្នឹងក៏ប៉ុន្តែជាអកុសលវានឹងក៏បានរត់រួចសារជាថ្មីម្ដងទៀតដោយហែលទឹកអស់រយៈពេលជាយូរនៅពេលនេះផងដែរលោក YBS គាត់ក៏បានធ្វើការស្វែងរកទៅកាន់បង្កងសមុទ្រមួយផ្សេងទៀតហើយវាពិតជាមានទំហំធំខ្លាំងមែនទែនលើកនេះហើយនៅពេលនេះផងដែរគាត់ក៏បានរៀបគម្រោងដើម្បីធ្វើការប្រមាញ់ទៅកាន់បង្កងមួយហ្នឹងមុនដំបូងគាត់ក៏បានធ្វើការហែលចូលទៅគៀកវាបន្តិចហើយក៏បានលុកចាប់នឹងដៃរបស់គាត់ហើយអ្វីដែលគួរតែកត់សម្គាល់នោះគឺថានៅពេលនេះផងដែរគាត់ក៏បានធ្វើឲ្យបង្កងមួយហ្នឹងរត់រួចសារជាថ្មីម្ដងទៀតក៏ប៉ុន្តែលោក YBS គឺនៅតែព្យាយាមបន្តដើម្បីធ្វើការប្រមាញ់ទៅកាន់សត្វបង្កងមួយហ្នឹងទោះបីជាសត្វបង្កងសមុទ្រមួយហ្នឹងខំរត់គេចឆ្លាក៏ដោយក៏លោក YBS គឺនៅតែតាមប្រមាញ់វាជានិរន្តរ៍លោក YBS ក៏បានតាមស្វែងរកបង្កងមួយអបាញ់ម៉ែហ្នឹងអស់មួយស្របធំហើយនៅពេលនេះផងដែររកគាត់ក៏បានប្រទះជាមួយនឹងបង្កងមួយផ្សេងទៀតហើយគាត់ក៏បានធ្វើការប្រញាប់ប្រញាល់ដើម្បីធ្វើការប្រមាញ់ទៅកាន់បង្កងមួយហ្នឹងហើយនៅទីបំផុតជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោក YBS គាត់ក៏អាចធ្វើការប្រមាញ់ទៅកាន់សត្វបង្កងមួយនឹងបានហើយនេះក៏បានធ្វើឲ្យគាត់នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលមកដល់លើគោលលោក YBS គាត់ក៏បាននិយាយប្រាប់ថាជាមួយនឹងការខិតខំប្រឹងប្រែងព្យាយាមរបស់គាត់ក៏បានប្រមាញ់ជាមួយនឹងបង្កងសមុទ្រមួយហើយទំហំរបស់វាគឺពិតជាធំខ្លាំងមែនទែនមិនដឹងថាប្រមាណផោននោះទេដោយមករងចាំយូរលោក YBS ក៏បានធ្វើការភ្លាវានៅកណ្ដាលថ្ងៃតែម្ដងដើម្បីគិវាសាច់របស់របរខ្លះដែលនៅក្នុងខ្លួនវាដែលមិនអាចហូបបានយកចេញហើយគាត់នឹងធ្វើការចម្អិនវានៅពេលហ្នឹងតែម្ដងព្រោះនៅពេលនេះផងដែរលោក YBS គាត់ក៏បានប្រាប់ថាគាត់នឹងគឺពិតជាឃ្លានខ្លាំងមែនទែនមុននឹងបញ្ចប់ការផ្សងព្រេងមួយនេះលោក YBS គាត់ក៏បាននិយាយថាការផ្សំព្រេងរបស់គាត់មួយនេះប៉ុណ្ណាវាគឺពិតជាសប្បាយរីករាយខ្លាំងមែនទែនជាមួយនឹងការប្រមាញ់សត្វសមុទ្រជាច្រើនហើយការធ្វើដំណើរផ្សងព្រេងរបស់ពួកយើងគឺនៅមិនទាន់ចប់នោះទេហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងការនិយាយរបស់ខ្ញុំសូមកុំភ្លេចចុច like Subscribe ជាមួយនឹង Channel Ali Void របស់ខ្ញុំមួយផងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ